ដាវអតិរេកសំរែកនាគក្រាចនាគក្រាចអុកឡុកឋានទាំង3ចូលកណ្ដាប់ដៃអតិរេកប្រសិនបើអ្នកទាំងពីរមិនឈប់វាយគ្នាទេខ្ញុំប្តឹងអតិរេកហើយកុំបារម្ភអីពួកយើងគ្រាន់តែសាកល្បងគ្នាលេងទេនេះជាទម្លាប់របស់ពួកយើងទៅហើយសូមទោសផងដែលខ្ញុំមិនបានប្រាប់លោកមុនប្រហែលជាលោកបារម្ភហើយមែនទេម៉ែអត់ថ្លែងហើយខ្ញុំស្មានតែនាងទាំងពីរឆ្លោះគ្នាបាត់ទៅហើយពួកនាងទាំងពីរធ្វើឲ្យខ្ញុំបារម្ភខ្លាំងណាស់តោះពួកយើងទៅចំការថ្នាំទាំងអស់គ្នាស្ដេចសេះសមុទ្រមិនបានសុំចុះចាញ់ទេប៉ុន្តែគេប្រយុទ្ធដល់ទីបញ្ចប់ពេលដែលស្ដេចសេះសមុទ្របានស្លាប់នាគខ្មៅបានប្រើប្រាស់ភ្លើងនាគក្រាចដុតសាកសពស្ដេចសេះសមុទ្រនោះទៅប្រសិនបើពួកឯងមិនបះបោរក៏មិនមានរឿងនេះកើតឡើងដែរនាងមច្ឆាតើនាងមិនអីទេមែនទេខ្ញុំមិនអីនោះទេរបួសតិចតួចនោះទេតោះយើងត្រឡប់ទៅផ្ទះវិញបើអញ្ចឹងថ្ងៃនេះយើងទៅព្រំដែនដើម្បីជួបលោកម្ចាស់ទៅចុះតើព្រះនាងរចនាគ្រាន់បើហើយឬនៅតើមិនស្រួលកន្លែងណាទេខ្ញុំគ្រាន់បើហើយអរគុណដែលបានជួយព្យាបាលដល់ខ្ញុំអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមិនអីទេមែនទេលោកប្តីពួកយើងមិនអីនោះទេប៉ុន្តែគ្នាយើងរបួស2នាក់ឯណោះពួកយើងត្រូវត្រឡប់ទៅវិញឥឡូវនេះស្រីអូនទៅប្រាប់មេទ័ពទាំង4ថាពួកយើងគ្រាន់តែបណ្ដេញចោលសៀមចេញពីទឹកដីរបស់យើងសិនទៅកុំទាន់វាយបកចាស់បងសម្លាញ់អូនទៅហើយថែខ្លួនផងលាក់ខ្លួនយូរយ៉ាងនេះទៅហើយមិនហត់ទេមែនទេឆាប់ចេញមកមិននឹកស្មានថាព្រះអង្គម្ចាស់ហុងពិតជាដឹងរឿងគ្រប់យ៉ាងមែនខ្ញុំមិនអាចលាក់ខ្លួនចិត្តនោះឡើយនាងមកនេះដើម្បីសងសឹកឲ្យប្អូនរបស់នាងមែនទេបើជាបែបនោះមែនសូមស្ដាប់រឿងខ្ញុំសិនយល់ព្រមមុនពេលខ្ញុំសងសឹកឲ្យប្អូនរបស់ខ្ញុំទ្រាំស្ដាប់ពាក្យចុងក្រោយរបស់លោកសិនចុះតាមពិតទៅប្អូនស្រីរបស់នាងមិនទាន់ស្លាប់នៅឡើយទេប៉ុន្តែនាងមិនទាន់មានទម្រង់ជាមនុស្សនៅឡើយទេត្រូវការពេលខ្លះទៀតបានជានាងមកទៅហើយខ្ញុំប្រគល់សុទ្ធនេះឲ្យនាងទៅចុះឬសុទ្ធនេះជារបស់ប្អូនស្រីរបស់ខ្ញុំត្រូវតែពិនិត្យមើលឲ្យបានច្បាស់អូពិតជាប្អូនស្រីរបស់ខ្ញុំមែនទោះបីជាប្អូនយើងមិនទាន់ស្លាប់ក៏ដោយដើម្បីរំសាយកំហឹងរបស់យើងត្រូវតែយកជីវិតរបស់ឯង